សួស្តីអ្នកនរគ្នានឹងអីខ្ញុំចង់និយាយទៅលើការ trade អ្នកនរគ្នា trade មិនចាំបាច់តតែយើងមានដើមទុនរហូតទៅដល់$10,000-20,000ទេអ្នកនរគ្នាអ្វីដែលយើងទាមទារទៅលើវិស័យនេះគឺចំណេះដឹងអ្នកនរគ្នាអញ្ចឹងអ្នកទាំងអស់គ្នាមានចំណេះដឹងទៅលើវិស័យការ trade នេះវាងាយនឹង make profit ងាយបើសិនជាយើងអត់បានរៀនទៅលើវិស័យការ trade នេះទោះបីអ្នកទាំងអស់គ្នាមានដើមទុនទៅដល់$10,000-20,000ក៏ដោយក៏នៅតែដាច់ដែរព្រោះយើងអត់ចេះដឹងយើងចេះតែចូលលក់ចូលទិញមិនដឹងថាផ្សារវាឡើងទៅយកអីចាក់អីដែលវាផ្ដាច់អីទេអញ្ចឹងកាលណាដែលយើងអត់ដឹងយើងចេះតែឃើញផ្សារឡើងយើងចូលទិញផ្សារចុះយើងចូលលក់ពេលខ្លះក៏យើងបាន make profit ខ្លះដែរប៉ុន្តែអ្វីជាដុំកំភួនការធ្វើដំណើរជាមួយទីផ្សារអន្តរជាតិនេះការ trade នេះវាអត់អាចយើងទៅលក្ខណៈថាដើរបានរហូតទេវាអត់យូរអង្វែងអញ្ចឹងអ្វីដែលយើងទាមទារនោះយើងមានដើមទុនតិចតួចមែនប៉ុន្តែយើងមានចំណេះដឹងទៅលើវិស័យនេះវាអត់ប្របាក់យកទេរឿងលុយអញ្ចឹងអ្វីដែលខ្ញុំចង់និយាយគឺមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាបាយបាយ